ទីមួយខ្ញុំនាំអារម្មណ៍បងប្អូនទៅទស្សនារឿងនៅអ៊ីរ៉ង់សិនថាតើនៅអ៊ីរ៉ង់និងអាមេរិកដល់ណាហើយយ៉ាងម៉េចដែរណាបាទម្សិលមិញនាំគ្នាទៅជែកគ្នាច្រើនម្សិលមួយថ្ងៃទាំងបាទប្រេងទើបបញ្ចុះបានក្រោម 4000 បានប្រហែលថ្ងៃបាទឥឡូវវាតាមតឹងហ្នឹងសង្ស័យទៅហក់ឡើងទៀតដែរយើងអត់ទាន់ដឹងព្រោះក្រសួងសេដ្ឋកិច្ចមិនទាន់សំទោសក្រសួងពាណិជ្ជកម្មបាទអត់ទាន់ចេញតារាងថ្មីទេយើងចាំមើលបន្តទៀតសិនបាទឥឡូវនេះអ៊ីរ៉ង់បានប្រកាសទៀតហើយបាទរឿងអីប្រេងមិនឡើងថ្លៃបាទប្រកាសបិទច្រកសមុទ្រហោះម៉ូសជាថ្មីណាបាទច្រកសមុទ្រហោះម៉ូសជាថ្មីនឹងបើកការវាយប្រហារដោយមីស៊ីលនិងដ្រូនទៅកាន់ប្រទេសឈូងសមុទ្របាទឈូងសមុទ្រដែលនៅតំបន់មជ្ឈមបូព៌ាបាទហើយគាត់មិនមែនវាយទាំងអស់ទេគាត់ថាកន្លែងណាដែលមានកងទ័ពអាមេរិកឈរជើងបាទមូលដ្ឋានអាមេរិកឈរជើងកន្លែងនោះគឺជាគោលដៅរបស់អ៊ីរ៉ង់បាទដែលត្រូវតែវាយទៅដើម្បីសងសឹកទៅអ៊ីស្រាអែលនិងអាមេរិកណាបាទប្រហែលថ្ងៃមុននោះបាទឮព័ត៌មានប្រកាសថាណាប្រុងធ្វើគិតលោកត្រាំលោកអីណាលោកត្រាំនោះដាក់មកវិញដៅលោកជាឆាទៅប្រហ៊ានទៅធ្វើគិតមានដឹកនាំអាមេរិកអ៊ីរ៉ង់នឹងរលាយបាត់ពិភពលោកពិភពផែនដីណានោះសង្គ្រាមវោហារសាស្ត្រនឹងក្តៅមែនទែនបងប្អូនណាបាទបើតាមប្រភពពី Reuters បាទចុះផ្សាយនៅថ្ងៃទី12បាទសមមិញនេះបាទបាននៅដឹងថាអ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រហូម៉ូសជាថ្មីទៀតហើយដោយក្នុងនោះអ៊ីរ៉ង់ក៏នឹងពង្រឹងយុទ្ធនាការខុសយោធារបស់ខ្លួនខណៈទើបនឹងបើកការវាយប្រហារដោយមីស៊ីលនិងយន្តហោះដ្រូនទៅកាន់ប្រទេសឈូងសមុទ្រក្តៅនេះទេបាទអ៊ីរ៉ង់បានបិទច្រកសមុទ្រយុទ្ធសាស្ត្រនិងវាយប្រហារប្រទេសជិតខាងជាការសងសឹកបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេរិកយ៉ាងរន្ថែមបាទមកលើគោលដៅយោធាអ៊ីរ៉ង់រាប់រយកន្លែងបាទយើងដឹងប្រហែលថ្ងៃមុននោះអាមេរិកវាយបាទគឺជាង100ទីតាំងមកជប់តបភ្លឺបាទឥឡូវនេះរដ្ឋាភិបាលទីក្រុងតេហ៍បានព្រមានថាបើសិននាវាណាមួយហ៊ានឆ្លងកាត់ច្រកសមុទ្រហូម៉ូសដោយគ្មានការអនុញ្ញាតពីខ្លួននាវានោះនឹងត្រូវកំណត់ជាគោលដៅវាយប្រហារឲ្យខ្ទេចតែម្ដងបាទទន្ទឹមគ្នានេះរបាយការណ៍បានបញ្ជាក់ថាកងកម្លាំងអ៊ីរ៉ង់បានវាយប្រហារទីតាំងយោធាអាមេរិកនៅក្នុងប្រទេសកាតាអេមីរ៉ាតអារ៉ាប់រួមសូដានីគុយវ៉ែតនិងអូម៉ង់ហើយក៏បានវាយប្រហារនាវាដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងឈូងសមុទ្រផងដែរបាទប្រពន្ធដដែលបានបន្ថែមថាថ្មីនេះនាវាដឹកទំនិញមួយគ្រឿងត្រូវបានវាយប្រហារដោយបណ្ដាលដាក់ឲ្យនាវិកឥណ្ឌាម្នាក់បាត់ខ្លួននិងនាំឲ្យមានការប្រកាសអាសន្នផ្នែកសន្តិសុខដែនសមុទ្រភ្លាមបណ្ដាប្រទេសឈូងសមុទ្របានថ្កោលទោសការវាយប្រហារនេះដោយខ្លះបានបញ្ជាឲ្យនាវាផ្អាកប្រតិបត្តិការជាបន្ទាន់ទោះបីជាសហរដ្ឋអាមេរិកបានជួនដំណឹងថានាវាពាណិជ្ជកម្មនៅតែអាចឆ្លងកាត់ច្រកសមុទ្រទៀតបានជាបណ្ដោះអាសន្នក៏ដោយបាទអាមេរិកជួនដំណឹងមែនបើថាអ៊ីរ៉ង់គម្រាមចឹងហើយតែមិនចុះមកអ៊ីរ៉ង់បាញ់ទេមិនអាមេរិកទៅជួយណាតាន់បាទអញ្ចឹងមានម្ចាស់សម្បីខ្លួនឯងនោះទៅគិតខ្លួនឯងមកក៏ថាចេញចូលចេញមកចាំបញ្ជាពីការមិនតន់ចាអាវុធវាអត់មានភ្នែកទេទៅមកលឿនចងប់ណាបាទអញ្ចឹងស្ថានភាពដ៏ក្តៅកគុកនេះបានគម្រាមកំហែងបន្ថែមទៀតដល់ផ្លូវទឹកសមុទ្រព្រៃដ៏សំខាន់បំផុតមួយបាទរបស់ពិភពលោកដែលជំរុញឲ្យមានក្តីព្រួយបារម្ភយ៉ាងខ្លាំងពាក់ព័ន្ធនឹងការផ្ដល់ថាមពលបាទនិងស្ថិរភាពសេដ្ឋកិច្ចបាទបើទោះបីជាកន្លងមកខិតខំប្រឹងប្រែងផ្នែកការទូតបានដំណើរការដើម្បីកាត់បន្ថយភាពតានតឹងក៏ដោយក៏ភាគីនៅតែទាំងពីរនៅតែបន្តវាយប្រហារគ្នាទៅវិញទៅមកបាននាំឲ្យចំនួននៅមជ្ឈមបូព៌ាផ្ទុះឡើងជាថ្មីបាទនេះដកស្រង់ពី Reuters មកសាមញ្ញបាទដែលយើងមើលទៅឃើញជាក់ស្ដែងបាទគឺវាចិត្តបានគេហៅថាកិច្ចព្រមព្រៀងមួយដែលបញ្ចប់សង្គ្រាមរវាងអ៊ីរ៉ង់និងអាមេរិកទៅហើយបាទលោកត្រាំក៏គាត់បន្ទន់មកបន្តិចខាងអ៊ីរ៉ង់ក៏បន្ទន់មកបន្តិចដែរប៉ុន្តែមិនដឹងថាក៏លោវាក្រុមណាចាក់ចូលគូតឲ្យវាលោតបន្តទៅទៀតក្តៅក្រហាយរហូតទប់លែងបានណាបាទដោយផ្ដើមចេញពីដំបូងគឺបាទកប៉ាល់ដឹកប្រេងត្រូវគេបាញ់ណាបាញ់នោះមិនដឹងថាណាបាញ់ទៅខាងណាទៅអាមេរិកក៏ចោទទៅអ៊ីរ៉ង់ណាបាទ
អ៊ីរ៉ង់ចោលទៅអាមេរិកបាទសាច់ទឹកដាក់គ្នាចូលឡើងរកមុខមិនឃើញមិនដឹងអាណាលួចចោលនឹងចោលណាលួចចោលគ្នាទៅវិញទៅមកគ្នាបាទឥឡូវហ្នឹងវាផ្ទុះឡើងខ្សែជាថ្មីទៀតហើយយើងគិតមែនតើតាំងពីចុងខែ2បងប្អូនហើយមកដល់ខែ7ចាពាក់កណ្ដាលខែទៀតហើយវាអូសបន្លាយប្រហែល 4-5 ខែទៀតហើយបងប្អូនចឹងកាន់តែយូរខែទៅហើយដោយតែលោកសដងបានលើកឡើងមិញហ្នឹងអញ្ចឹងគឺយើងសង្ឃឹមមែនតើថាអាកិច្ចព្រមព្រៀងកិច្ចចរចាហ្នឹងនឹងវាអាចនឹងបានសម្រេចវាល្អប្រសើរវិញណាប៉ុន្តែអ្នកណាមើលឃើញបងប្អូនឥឡូវក៏បែរមកឡើងកម្ដៅវិញបន្តទៀតអញ្ចឹងណាចាឥឡូវយើងនាំអារម្មណ៍បងប្អូនមិញនេះមកមើលតេតូនជាមួយនឹងចាអាមេរិកអ៊ីរ៉ង់ក៏ដូចជាអ៊ីស្រាអែលអានឹងបញ្ហានៅប្រចាំពីហ្នឹងចាប្រចាំពីឥឡូវយើងមកមើលខាងអ៊ុយក្រែនវិញម្ដងបងប្អូនតើអ៊ុយក្រែនហើយនឹងរុស្ស៊ីឥឡូវហ្នឹងមានរឿងអីដែរទេហើយនៅក្នុងប្រទេសរបស់អ៊ុយក្រែនឬក៏អ៊ុយក្រែនឬក៏នៅក្នុងប្រទេសរបស់រុស្ស៊ីចាកំពុងតែបន្តកិច្ចការងារអីគេខ្លះជាពិសេសហ្នឹងពាក់ព័ន្ធនឹងការងារនយោបាយហើយបើនិយាយទៅនៅខាងអ៊ុយក្រែននៅអ៊ុយក្រែននេះគឺបើតាមលោក Zelensky ចាលោកបានប្រកាសតែម្ដងថានឹងធ្វើការរុះរើគណៈរដ្ឋមន្ត្រីដើម្បីគាត់រៀបចំយុទ្ធសាស្ត្រនយោបាយថ្មីរបស់គាត់ចាអញ្ចឹងហ្នឹងត្រៀមនោះក៏វាយរហូតដែរមានតន់ឈប់ទេនៅអ៊ុយក្រែនបងប្អូនជាក់ស្ដែងទៅថ្មីនឹងតែម្ដងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ចាលោកបានប្រកាសអំពីការរុះរើគណៈរដ្ឋមន្ត្រីហ្នឹងដោយនៅក្នុងហ្នឹងគឺលោកដកចានាយករដ្ឋមន្ត្រីម្នាក់ឈ្មោះថា Yulia Syrydenko ចាបន្ទាប់ពីលោកស្រីទៅនឹងកាន់តំណែងបានត្រឹមតែ1ឆ្នាំទេហើយលោក Zelensky លោកបាននិយាយថាការផ្លាស់ប្ដូរទាំងហ្នឹងគឺវាចាំបាច់សម្រាប់ដំណើរការយុទ្ធសាស្ត្រនយោបាយរបស់គាត់ដែលធ្វើបច្ចុប្បន្នភាពថ្មីបើទោះបីជាលោកមិនបានពន្យល់លម្អិតឬក៏ប្រកាសឈ្មោះអ្នកដែលត្រូវឡើងកាន់តំណែងជំនួសលោកស្រីក៏ដោយបើយោងតាមច្បាប់អ៊ុយក្រែនការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីតម្រូវឲ្យមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលផ្សេងទៀតក៏ត្រូវផ្លាស់ប្ដូរដូចគ្នាដែរចាហើយលោក Zelensky លោកបានថ្លែងអំណរគុណដល់លោកស្រីដូចគ្នាចំពោះភាពជាអ្នកដឹកនាំដ៏ល្អរបស់លោកស្រីហើយបាននិយាយថាលោកបានផ្ដល់ជូនលោកស្រីនៅទូនាទីថ្មីមួយចាដែលលើទំនាក់ទំនងជាមួយនឹងដៃគូអន្តរជាតិដ៏សំខាន់មួយរបស់អ៊ុយក្រែនដូចគ្នាដែរហើយលោកក៏បានប្រកាសផងដែរថាមន្ត្រីអនុវត្តច្បាប់កម្ពុជាជាច្រើនអ្នកផ្សេងទៀតក៏នឹងត្រូវផ្លាស់ប្ដូរដូចគ្នាដែរចាហើយនៅក្នុងនោះអ៊ុយក្រែនបានប្រកាសអំពីការរុះរើគណៈរដ្ឋមន្ត្រីស្របពេលដែលប្រទេសក៏គឺកំពុងតែប្រឈមមុខនឹងសម្ពាធចាយ៉ាងខ្លាំងពីប្រទេសរុស្ស៊ីហើយក៏កំពុងតែត្រូវការគាំទ្រពីអន្តរជាតិដូចគ្នាដែរយ៉ាងណាក៏ដោយមានមន្ត្រីជាច្រើនរូបត្រូវបានមើលឃើញថាជាបេក្ខភាពដែលអាចនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់អ៊ុយក្រែនរួមមានរដ្ឋមន្ត្រីក្រសួងធម្មពលចាលោក Denis Fisher ក៏ដូចជាលោករដ្ឋមន្ត្រីក្រសួងការពារជាតិលោក Mikhailo Fedorov ចាជាដើមក៏ត្រៀមនឹងអាចនឹងក្លាយជារដ្ឋមន្ត្រីថ្មីបន្ទាប់ពីលោកស្រីដូចគ្នាដែរអញ្ចឹងនៅក្នុងហ្នឹងក៏គេបញ្ជាក់ដូចគ្នាដែរគឺអ៊ុយក្រែនគឺមិនបានលំអិតទេថាតើមូលហេតុចម្បងនៃការផ្លាស់ប្ដូរការដោះដូរលោកស្រីហ្នឹងគឺជាអីគេប៉ុន្តែគាត់តែបញ្ជាក់ថាវាពាក់ព័ន្ធជាមួយនឹងការធ្វើយុទ្ធសាស្ត្រនយោបាយថ្មីរបស់គេចា៎បាទហ្នឹងហើយបងប្អូនអញ្ចឹងគេតែងតែរកយុទ្ធសាស្ត្រថ្មីបន្ថែមបន្តទៅទៀតដែរបាទអរគុណឥឡូវយើងមកមើលបាទទឹកចំនួននៅខាងបង់ក្លាដេសបាទទឹកចំនួននៅបង់ក្លាដេសគឺកើនឡើងបាទរហូតដល់សម្លាប់មនុស្សដល់ចំនួន50នាក់ហើយបាទនឹងរាប់ពាន់អ្នកទៀតត្រូវបានផ្លាស់ទីបាទទៅរកកន្លែងដែលសុវត្ថិភាពបាទដែលខ្ញុំនិយាយបាញ់ថាទឹកចំនួនប្រទេសយើងតិចតួចទេណាវាអត់មានយូរឬក៏ខ្លាំងដោយបណ្ដាប្រទេសជាច្រើននៅលើពិភពលោកទេបាទជាស្ដែងដោយនៅខាងបង់ក្លាដេសនេះហើយប្រទេសបង់ក្លាដេសក៏ជាប្រទេសមួយដែលគាត់មិនទាន់មានការរីកចម្រើនអីខ្លាំងក្លាទេបាទទឹកចំនួនភ្លាមនឹងបានបាក់ដីដែលបង្កប់ដោយភ្លៀងបាទមូសុងបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន50នាក់នៅក្នុងប្រទេសបង់ក្លាដេសក្នុងរយៈពេល1សប្តាហ៍កន្លងមកនេះបាទនេះបើយោងតាមមន្ត្រីនិយាយនៅថ្ងៃអាទិត្យទី12ម្សិលមិញ
មានមនុស្សរាប់ម៉ឺនអ្នកត្រូវបានផ្លាស់ទីលំនៅពីផ្ទះរបស់ពួកគេប្រទេសបង់ក្លាដេសដែលជាប្រទេសដីសណ្ដទំនាបដែលមានទន្លេឆ្លងកាត់ងាយរងគ្រោះខ្លាំងដោយសារទឹកជំនន់និងការបាក់ដីក្នុងរដូវវស្សាប៉ុន្តែអ្នកវិទ្យាសាស្ត្រនិយាយថាការប្រែប្រួលអាកាសធាតុកំពុងបង្កើនភាពញឹកញាប់និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរក្នុងរយៈពេលប្រមាណថ្ងៃចុងក្រោយនេះកងទ័ពនិងកងកម្លាំងឆ្មាំព្រំដែនបានដឹកជញ្ជូនអាហារទឹកស្អាតនិងសម្ភារៈចាំបាច់ផ្សេងទៀតតាមទូកទៅកាន់សហគមន៍ដែលត្រូវបានកាត់ផ្ដាច់ដោយសារតែទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងស្រុកបាទភាគខាងអាគ្នេយ៍បាទរបស់ប្រទេសបាទលោកមហាម៉ាត់ស៊ីនស៊ូឌីនដែលស្នងការរងបានប្រាប់តាមទូរស័ព្ទថាមនុស្សរហូតដល់50នាក់ស្លាប់នៅក្នុងបាទស្រុកបាទចាស់តុងក្រាមដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅក្នុងសប្តាហ៍កន្លងទៅរួមមានទាំង29នាក់ត្រូវបានកប់ដោយការបាក់ដីផងដែរបាទចឹងនេះគឺគាត់នឹងជួនដំណឹងឲ្យបងប្អូនយើងបានដឹងថានៅបង់ក្លាដេសឯនោះបាទក៏មានទឹកជំនន់កើនខ្លាំងរហូតដល់សម្លាប់មនុស្សបាទច្រើនផងដែរហើយបើសិនជាទឹកជំនន់នៅតែបន្តកើតឡើងទៀតនៅតែជន់បន្តទៅទៀតអ្នកស្លាប់ក៏អាចកើតឡើងច្រើនហើយអ្នកដែលផ្លាស់ទីទៅរកកន្លែងទីសុវត្ថិភាពនោះក៏ច្រើនដែរចានៅឯបងប្អូនអញ្ចឹងនេះគឺជាការអាប់ដេតបន្ថែមពីខាងបងក្លាដេសដែលកំពុងតែទទួលរងនៅឥទ្ធិពលចាព្យុះហើយក៏មានការជំនះពលរដ្ឋជាបដាទៅតាមទីតាំងមួយចំនួនដែលរងឥទ្ធិពលនឹងបងប្អូនឥឡូវយើងងាកមកបន្តមករឿងទៀតចាមិនទៅណាឆ្ងាយទេនៅជិតប្រទេសយើងហ្នឹងគឺពាក់ព័ន្ធជាមួយនឹងប្រទេសថៃនៅក្នុងប្រទេសថៃថ្មីនេះចាកំពុងតែមានករណីអគ្គិភ័យមួយបានកើតឡើងហើយដោយសារតែករណីអគ្គិភ័យហ្នឹងគឺបណ្ដាលឲ្យមានអ្នករងរបួសក៏ដូចជាអ្នកស្លាប់ច្រើនអញ្ចឹងទៅលោកអនុទិនចាឆាន់រៈកុលក៏បានទៅដល់ទីតាំងនឹងដូចគ្នាដែរនៅក្នុងហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការឆេះក្លឹបកំសាន្តមួយនៅក្រុងបឹងកក់តែម្ដងគឺមានមនុស្សយ៉ាងតិចណាស់ក៏27នាក់ដែរបានស្លាប់ហើយនឹងអ្នករងរបួសប្រមាណ60នាក់គ្រោះអគ្គិភ័យដ៏រន្ធត់មួយបានឆាបឆេះចាយ៉ាងសន្ធោសន្ធៅបំផ្លិចបំផ្លាញក្លឹបកំសាន្តមួយកន្លែងឈ្មោះថាណាឡាផៅស្ថិតនៅក្នុងភូមិខាងជើងនៃរាជធានីបឹងកក់ប្រទេសថៃនៅពាក់កណ្ដាលអាធ្រាត្រចាឈានចូលថ្ងៃទី13ខែកក្កដានឹងតែម្ដងហើយអញ្ចឹងទៅបណ្ដាលឲ្យមនុស្សចាស់ហោចណាស់ក៏27នាក់ដែរបានបាត់បង់ជីវិតហើយ63នាក់ផ្សេងទៀតរងរបួសបើតាមចានៅក្នុងនោះនាយករដ្ឋមន្ត្រីថៃលោកអនុទិនឆាន់រៈកុលចាបានចុះទៅពិនិត្យទីតាំងការហែកនឹងផ្ទាល់តែម្ដងដោយបានបញ្ជាក់ពីតួលេខបឋមថាអ្នកស្លាប់នឹងគឺចំនួន27នាក់ដោយជនរងគ្រោះភាគច្រើនគឺត្រូវបានរកឃើញស្លាប់ចាកូននៅលើគ្នាក្នុងបន្ទប់ទឹកផ្នែកខាងក្រោយនៃក្លឹបតែម្ដងហើយលោកបានអះអាងដោយផ្អែកតាមចាសម្ដីតន្ត្រីករម្នាក់ដែលបញ្ជាក់ថាដំបូងឡើយវាផ្សែងហុយចាចេញពីប្រអប់ Desanter ក្បែរឆាកតន្ត្រីហើយចរន្តអគ្គិសនីក៏ត្រូវបានកាត់ផ្ដាច់ទាំងស្រុងភ្លាមហើយក៏ក្រោយមកមានសម្លេងផ្ទុះចាមួយបានលាន់ឡើងបង្កជាអណ្ដាតភ្លើងនិងផ្សែងខ្មៅក្រាស់តែម្ដងចាដណ្ដប់ពេញអាគារយ៉ាងលឿនមែនទែនធ្វើឲ្យមនុស្សម្នាមិនអាចមើលផ្លូវឃើញទេហើយក៏រត់ជាន់គ្នារកផ្លូវចេញទាំងងងឹតស្លងនឹងបើតាមអភិបាលរាជធានីបឹងកក់គឺបានថ្លែងថាក្នុងចំណោមអ្នករងរបួសទាំង63នាក់ហ្នឹងគឺត្រូវបានបញ្ជូនទៅកម្មវិធីពេទ្យហើយមាន22នាក់គឺកំពុងតែស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់តែម្ដងខណៈដែលអាជ្ញាធរក៏កំពុងតែបញ្ញាប់បញ្ញាចាកំណត់អត្តសញ្ញាណដូចគ្នាព្រោះភាគច្រើនគឺអត់មានអត្តសញ្ញាណតាមខ្លួនចាអត្តសញ្ញាណបានតាមខ្លួនឬក៏ខ្លះទៀតកំពុងតែស្លាប់បាត់ស្មារតីអញ្ចឹងទៅហើយកងកម្លាំងពលរដ្ឋអគ្គិភ័យមកពីស្ថានីយ៍ក៏បានបញ្ញាបញ្ញាចាស់ពលរដ្ឋអគ្គិភ័យនៅកន្លែងហ្នឹងដូចគ្នាដែរអញ្ចឹងនេះគឺជាការអាប់ដេតចាស់ពីខាងថៃបងប្អូនដោយសារតែយើងត្រូវតែដឹងដូចគ្នាដែរថាតើស្ថានភាពនៅក្នុងប្រទេសនីមួយជាពិសេសប្រទេសក្បែរយើងហ្នឹងគឺគេកំពុងតែធ្វើអីកំពុងតែជួបបញ្ហាអីគេខ្លះអញ្ចឹងអានេះគឺជាព័ត៌មានបន្ថែមដែលយើងគួរតែដឹងចា៎